គុំទិញនឹងរាយការភ្លាមបើឃើញគេលក់ផ្លែក្រូចដែលមានបន្តែមព្រីសង្ហាទាំងបំពេញបែបនេះគណៈនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះបានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយឲ្យបញ្ឈប់ការនាំចូលនិងចែកចាយលក់ផ្លែក្រូចដែលប្រើប្រាស់សញ្ញាជាតិនិងប្រេងសង្ហាខុសច្បាប់ជាបន្ទាន់ការចេញវិធានការក្តៅនេះធ្វើឡើងបន្ទាប់ពីមន្ត្រីស៊ើបអង្កេតបានចុះពិនិត្យទីផ្សារនិងទទួលបានសេចក្តីរាយការណ៍ថាមានការដាក់តាំងលក់ផលិតផលក្រូចនាំចូលពីក្រៅប្រទេសដែលមានប្រើប្រាស់និមិត្តរូបជាតិខ្មែរនៅលើសម្បកវេចខ្ចប់ដែលជាទង្វើខុសច្បាប់និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃសញ្ញាជាតិអ្នកនាំចូលនិងចែកចាយបោះដុំត្រូវបញ្ឈប់ការនាំចូលនិងចែកចាយផលិតផលទាំងនោះជាបន្ទាន់និងត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីអនុវត្តនីតិវិធីច្បាប់អាជីវករលក់រាយត្រូវបញ្ឈប់ការលក់និងរក្សាទុកផលិតផលទាំងនោះជាបណ្ដោះអាសន្នរួមទាំងត្រូវផ្ដល់ព័ត៌មានពីប្រភពដើមដល់អាជ្ញាធរដើម្បីស្វែងរកមេខ្លោងនាំចូលអគ្គនាយកដ្ឋានកបបបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សូមជៀសវាងការទិញផលិតផលក្រូចដែលមានបំពាក់សញ្ញាជាតិឬប្រេងសង្ហាទាំងនោះក្នុងករណីជួបប្រទះការដាក់លក់នៅទីតាំងណាមួយសូមរាយការណ៍មកអាជ្ញាធរតាមរយៈលេខទូរស័ព្ទបន្ទាន់1266សូមបញ្ជាក់ថាបុគ្គលដែលនៅតែបន្តប្រព្រឹត្តល្មើសនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មនិងការពិន័យយ៉ាងធ្ងន់ធ្ងរស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់និងលើកកម្ពស់តម្លៃនិមិត្តរូបជាតិខ្មែរ